យើងត្រូវដឹងថារាល់ការព្យាយាមរបស់យើងម្នាក់ៗមិនមែនសុទ្ធតែទទួលបានជោគជ័យគ្រប់កលៈទេសៈនោះទេក៏ប៉ុន្តែនៅពេលដែលយើងព្យាយាមខិតខំប្រឹងប្រែងវានឹងមានរឿងពីរកើតឡើងទី1យើងនឹងអាចទទួលបានដោយបំណងរបស់យើង100%បានហើយរឿងមួយទៀតយើងនឹងមិនទទួលបានវានៅតាមអ្វីដែលយើងចង់បាននោះទេក៏ប៉ុន្តែបើសិនជាយើងមិនធ្វើយើងមិនព្យាយាមយើងបោះបង់វា100%ដឹងតែមិនបានទេព្រោះយើងអត់ធ្វើផងឲ្យបានរបស់នោះបានមកយ៉ាងម៉េចហើយមួយទៀតយើងត្រូវចាំថាអ្វីក៏ដោយតែកាលណាយើងអត់ធ្វើដឹងអត់បានទេអាហ្នឹងដឹងយើងត្រូវចាំចឹង100%មកអញ្ចឹងសំណួរសួរថាតើយើងត្រូវជ្រើសរើសយកមួយណាយកការបោះបង់ឬក៏យើងជ្រើសយកការព្យាយាមនៅពេលដែលយើងព្យាយាមយើងនឹងអាចមានឱកាសទទួលបានវាហើយក៏យើងនឹងអាចមានឱកាសមិនទទួលបានវាផងដែរក៏ប៉ុន្តែយើងនៅមានឱកាសតែបើសិនជាយើងបោះបង់វាយើងមិនធ្វើវា100%យើងដឹងអត់បានហើយ